របៀបធ្វើយ៉ាអ៊ូសុខភាពញ៉ាំនៅផ្ទះបងប្អូនល្អមែនតែនមើលឡើងស្មូតល្អហ្មងចាហើយវិធីធ្វើនោះក៏ងាយស្រួលផងដែរឲ្យតែយើងមានគ្រឿងផ្សំទាំងអស់នេះបងប្អូនមានដូចជាម្សៅមេយ៉ាអ៊ូគ្រីមហើយនិងម្សៅទឹកដោះគោហើយនិងទឹកដោះគោ full cream មេយ៉ាអ៊ូនេះនាងខ្ញុំប្រើមួយកញ្ចប់តូចទឹកដោះគោនេះ100ក្រាមគ្រីម50ក្រាមហើយនឹងទឹកដោះគោ full cream នាងខ្ញុំប្រើ1លីត្រចាយើងលាយល្បាយចូលគ្នាឲ្យសព្វល្អទៅដើម្បីឲ្យម្សៅទឹកដោះគោយើងឡើងស្មូតល្អបងប្អូនជាដំបូងយើងអត់ដាក់ទឹកដោះគោចូលទាំងអស់តែម្ដងហើយវាពិបាកលាយយើងដាក់តិចតិចអញ្ចឹងទៅឲ្យទឹកដោះគោយើងវាស្មូតល្អចាមុនយកទៅចម្អិនយើងត្រងម្ដងទៀតទៅដើម្បីសាច់ទឹកដោះគោយើងល្អអញ្ចឹងចាឃើញថាមានពពុះបងប្អូនដួសពពុះចោលផងចាហើយនាងខ្ញុំបានប្រើទឹកក្តៅប្រហែលជាមួយថ្នាំងដៃបងប្អូនហើយយើងដាក់ទឹកដោះគោយើងដែលបានលាយមុននឹងចូលហើយនាងខ្ញុំមកធ្វើការចម្អិននេះរយៈពេល10ម៉ោងបងប្អូនហើយដោយប្រើភ្លើង53អង្សាចាបន្ទាប់ពី10ម៉ោងហើយភ្លើងរលត់បងប្អូនហើយឥឡូវនេះយើងយកយ៉ាអ៊ូយើងទៅទុកក្នុងទូទឹកកកចំនួន1យប់ព្រលឹមឡើងបានយ៉ាអ៊ូញ៉ាំហើយបងប្អូនមើលអូយល្អមែនតែនសាច់យ៉ាអ៊ូឡើងម៉ត់ស្មូតល្អហ្មងបងប្អូនហើយយើងធ្វើខ្លួនឯងចេះអត់សូវផ្អែមខ្លាំងទេរូបមន្តដែលនាងខ្ញុំធ្វើនោះគឺឡំយើងញ៉ាំបែបសុខភាពបើសិនជាបងប្អូនចង់ផ្អែមបងប្អូនអាចថែមទឹកដោះគោបានបងប្អូនឲ្យមើលអូយឡើងល្អហ្មងណាចេញមកឡើងខាប់ហើយឡើងស្មូតល្អហ្មងបងប្អូនអើយឆ្ងាញ់មែនតើហើយឡើងឈ្ងុយហ្មងបងប្អូនអាចធ្វើយ៉ាអ៊ូនេះបានឲ្យតែយើងមានគ្រឿងផ្សំទាំងអស់នេះនៅមាននៅផ្ទះអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំបាយ